បាទជំរាបសួរអ្នកទាំងអស់គ្នាផងដែរបាទនៅក្នុងវីដេអូមួយនេះគឺខ្ញុំធ្វើការបង្កើតនៅ account Mastercard ដើម្បីទទួលបានMastercard free ពី Payoneer ហើយនឹងទទួលបានទឹកប្រាក់$25អញ្ចឹងការទទួលទឹកប្រាក់$25គឺវាបានពិតប្រាកដមែនក៏ប៉ុន្តែតម្រូវឲ្យយើងនឹងមានលុយនៅក្នុង Payoneer នឹងចំនួន$100អញ្ចឹងនៅពេលដែលយើងបង្កើតនៅតាម link របស់ខ្ញុំចឹងនៅពេលដែលអ្នកទាំងអស់គ្នាមានលុយចំនួន$100នោះអ្នកទាំងអស់គ្នានឹងទទួលបានទឹកប្រាក់បន្ថែមគឺគេហៅថា bonus $25អញ្ចឹងវាត្រូវ$125អញ្ចឹងអា$100ហ្នឹងគឺជាលុយរបស់យើងផ្ទាល់ឲ្យយើងនឹងគ្រប់ចំនួន$100នឹងគេនឹងឲ្យយើងនឹង$25អញ្ចឹងដើម្បីបង្កើត account Payoneer ដើម្បីទទួលបានលុយគឺអ្នកទាំងអស់គ្នាផាស link របស់ខ្ញុំឬក៏ចុចនៅខាងក្រោម description បាទនេះតែខ្ញុំដាក់នៅខាងក្រោម description ហ្នឹងហើយខ្ញុំនឹងធ្វើវា link ហ្នឹងគឺវាខ្លីក៏ប៉ុន្តែនៅក្នុងនេះគឺវាវែងខ្ញុំនឹងបង្រួមវាឲ្យខ្លីអត់អីទេអញ្ចឹងអ្នកទាំងអស់គ្នាចុចនៅក្រោម description របស់ខ្ញុំមកនេះខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថាបើអ្នកទាំងអស់គ្នាចង់ចុចក៏ចុចទៅបើអ្នកទាំងអស់គ្នាមិនចង់ចុចក៏ខ្ញុំមិនថាអីនោះដែរហ្នឹងគឺស្រេចតាមចិត្តរបស់អ្នកទាំងអស់គ្នាទេនេះឃើញគេដាក់របស់ខ្ញុំណានេះរបស់ខ្ញុំគឺនៅពេលដែលចុចចឹងមកគឺចេញមកតែម្ដង$25នេះ sign up and earn $25អញ្ចឹង sign up នឹងទទួលបាន$25អញ្ចឹងគឺវាមិនភូតផោភូតកុហកអីនោះទេគឺរបស់ខ្ញុំពិតចឹងគ្រាន់តែអ្នកទាំងអស់គ្នាចុចពាក្យថា sign up នឹងមកនោះអ្នកទាំងអស់គ្នានឹងទទួលបាន$25តែម្ដងបាទតម្រូវឲ្យការaccount របស់អ្នកទទួលបាន$100សិនរកថ្មីបាន$100គឺវានឹងឲ្យ$25ហ្នឹងគឺចំនួនមុនប្រហែល2017នេះប្រហែលគេឲ្យពិតមែនហើយពីចំនួនមុនគេឲ្យពិតមែនដែរក៏ប៉ុន្តែវាតម្រូវឲ្យយើងនឹងមានលុយ$100អញ្ចឹង2017នេះប្រហែលយើងបង្កើតឲ្យតែម្ដងអញ្ចឹងទីមួយអ្នកទាំងអស់គ្នាអាចដាក់ឈ្មោះរបស់អ្នកទាំងអស់គ្នាមកដាក់ដូចជាសុកហេងហើយនេះគឺតកូលបាទ first ហើយ last name ហ្នឹងគឺហេងអញ្ចឹងមកសុកហេងហើយនេះគឺGmail របស់អ្នកទាំងអស់គ្នាហើយមកតើមកអ្នកទាំងអស់គ្នា copy ណា Gmail ហ្នឹងទៀតមកដាក់សុកហេងដាក់អញ្ចឹងទៀតមកហើយបន្តមកអ្នកទាំងអស់គ្នាជ្រើសរើសនៅថ្ងៃខែដែលអ្នកទាំងអស់គ្នាកើតនៅថ្ងៃទី7នេះខែអញ្ចឹងហើយថាកើត95ហ្នឹងហើយសូមអធិស្ឋានបន្តិចបាញ់មិញខ្ញុំមានការរវល់បន្តិចបន្តួចអញ្ចឹងអ្នកទាំងអស់គ្នាជ្រើសរើសនៅឆ្នាំកំណើតរបស់អ្នកទាំងអស់គ្នាឲ្យត្រូវនឹងអត្តសញ្ញាណប័ណ្ណហើយបន្តមកទៀតអ្នកទាំងអស់គ្នាជ្រើសរើសនៅខែដែលអ្នកទាំងអស់គ្នាកើតហើយនឹងថ្ងៃសំខាន់ឲ្យវាត្រូវនឹងអត្តសញ្ញាណប័ណ្ណហើយបន្តមកអ្នកទាំងអស់គ្នាចុចពាក្យថា next ហ្នឹងហើយចុច next រួចហើយចូលមកដល់ទី2ហើយទី2នេះផងដែរគឺអ្នកទាំងអស់គ្នាជ្រើសរើសនៅប្រទេសកម្ពុជាហើយបន្តមកអ្នកទាំងអស់គ្នាវើយនៅ address អ្នកទាំងអស់គ្នានៅសង្កាត់អីហើយនៅខណ្ឌអីឥឡូវខ្ញុំប្រាប់អ្នកទាំងអស់គ្នាមួយចំណុចទៅចាស់ដើម្បីទទួលបានកាតមកក្រុមហ៊ុនប្រេសនីគេទេមកយើងផ្ទាល់អញ្ចឹងនៅត្រង់ចំណុចនេះអ្នកទាំងអស់គ្នាដាក់ខណ្ឌសង្កាត់បាទសង្កាត់ហើយខាងក្រោមនេះដាក់ខណ្ឌទៅហើយដាក់ TEL ដាក់តែប៉ុណ្្នឹងរួចដក clear ដាក់លេខទូរស័ព្ទមក
នៅពេលដែលក្រុមហ៊ុនប្រេសនីមកដល់នៅពេលដែលការភ័យនានឹងមកដល់ប្រេសនីក្រុមហ៊ុនប្រេសនីនឹងខលមកយើងផ្ទាល់តែម្ដងហើយទី2នោះគឺទីក្រុងភ្នំពេញហើយបន្តមកលេខគឺ1203នៅត្រង់នេះ postal code 1203ហើយបន្តមកអ្នកទាំងអស់គ្នាជ្រើសរើសនៅប្រទេសកម្ពុជាអ្នកលេខកូដកម្ពុជាហើយបន្តមកវាយនៅលេខទូរស័ព្ទរបស់អ្នកទាំងអស់គ្នាហើយបន្តមកចូលទៅដល់ចំណុចទី2ចំណុចទី3អ្នកទាំងអស់គ្នាវាយនៅអ៊ីមែលរបស់អ្នកទាំងអស់គ្នាហើយបន្តមកវាយនៅ password 2 ដងហើយបន្តមកអ្នកទាំងអស់គ្នាជ្រើសរើសនៅសំណួរមួយចឹងអ្នកទាំងអស់គ្នាចុចនៅត្រង់កន្លែងនេះមកគឺវាមាន5សំណួរចឹងអ្នកទាំងអស់គ្នាជ្រើសរើសសំណួរមួយហើយបន្តមកវាយនៅចម្លើយឲ្យបានត្រឹមត្រូវហើយសំណួរនៅលើនេះទាំងអស់គឺវាងាយស្រួលទេដល់នេះចឹង what is the first name of your close children friend ហ្នឹងយើងអាចដាក់តាមម៉ាត់ក៏បានដែរដាក់ឈ្មោះមិត្តភ័ក្តិយើងណាចិត្តស្និទ្ធអីចឹងដាក់ទៅបានដែរអត់មានអីពិបាកទេហើយចូលមកដល់ចំណុចទី4នេះបាទគឺអ្នកទាំងអស់គ្នាវាយនៅឈ្មោះរបស់អ្នកទាំងអស់គ្នាឲ្យត្រូវនឹងអត្តសញ្ញាណប័ណ្ណបាទវាយនៅឈ្មោះឲ្យត្រូវនឹងអត្តសញ្ញាណប័ណ្ណហើយទី2គឺវាយនៅលេខនៅលើអត្តសញ្ញាណប័ណ្ណលេខកូដណាចឹងអ្នកទាំងអស់គ្នាដឹងហើយថាលេខកូដមកអត្តសញ្ញាណប័ណ្ណគឺនៅខាងណាគឺនៅវានៅខាងលើនេះអត្តសញ្ញាណប័ណ្ណយើងលេខកូដនៅលើនេះហើយចំណុចនៅខាងលើនេះវិញគឺខ្ញុំមិនទាន់បានបង្ហាញគឺត្រូវជ្រើសរើសពាក្យថា ID card នេះនៅ ID card បន្ទាប់មកវាយឈ្មោះតាមអត្តសញ្ញាណប័ណ្ណហើយលេខកូដអត្តសញ្ញាណប័ណ្ណហើយបន្ទាប់មកជ្រើសរើសពាក្យថា Cambodia ហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអូសវាចុះមកខាងក្រៅមកអ្នកទាំងអស់គ្នានឹងគូគ្រា3នេះទុកអានេះចោលមួយអត់អីគូគ្រា3ហ្នឹងមកបន្ទាប់មកចុចពាក្យថា next ហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាបង្កើតបានអញ្ចឹងអ្នកទាំងអស់គ្នាចូលទៅក្នុង Gmail របស់អ្នករាល់គ្នាចូលក្នុង Gmail អញ្ចឹងគឺវាផ្ញើមកតាម Gmail ហ្នឹងអ្នកទាំងអស់គ្នាចុចវាថា login your account តមកវាយនៅ password ដែលយើងបានបង្កើតអំបញ្ញដាក់មក username email យើងហើយ password មកហើយបន្តមកទៀត login ហើយតពី login រួចគឺវាទាមទារនៅ2សំណួរទៀតចឹងអ្នកទាំងអស់គ្នាជ្រើសរើសសំណួរមកដូចនេះ what is the first name of your grandmother ចឹងដាក់ឈ្មោះលោកយាយយ៉ាងមកហើយនេះ what town was your father born in តាឪពុកយើងនៅទីក្រុងឪពុករបស់យើងនៅឯណាចឹងយើងដាក់ទៅអត់មានអីពិបាកទេហើយបន្តមកទៀតដើម្បីមើលថាថ្ងៃណាបានគេផ្ញើមកផ្ញើកាតឲ្យយើងនេះយើងគ្រាន់តែចុចពាក្យថា activate តមកគឺវានឹង load មកហើយនេះអញ្ចឹងគឺវាដល់ step 3ហើយវាដាក់ថ្ងៃទី2ខែ2ថ្ងៃទី15អញ្ចឹងអំឡុងនៅថ្ងៃហ្នឹងគឺវាផ្ញើមកហើយខែ2ថ្ងៃ15ហ្នឹងអញ្ចឹងអំឡុងថ្ងៃហ្នឹងគឺវានឹងផ្ញើមកដល់ប្រទេសកម្ពុជានេះខ្ញុំខ្ជិលបង្កើតហើយដូចជាអត់មានអ្វីទេអញ្ចឹងបើអ្នកទាំងអស់គ្នាមិនយល់នៅត្រង់ចំណុចត្រង់ណាមួយអ្នកទាំងអស់គ្នាអាចសួរខ្ញុំបានណាអត់អីទេ comment នៅខាងក្រោមvideo description មកvideo comment មកចឹងខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាមួយថានៅពេលដែលអ្នកទាំងអស់គ្នាបង្កើតនៅតាម link របស់ខ្ញុំនេះគឺវានឹងទទួលបាន$25ដល់ខ្ញុំមិននិយាយកុហកនោះទេបាទខ្ញុំមិននិយាយកុហកទេតាំងនៅពេលដែលអ្នកទាំងអស់គ្នាបង្កើតភ្លាមទោះបីជាមិនទាន់បាននៅពេលដែលអ្នកទាំងអស់គ្នាទទួលបានកាត activate ហើយ
nơi tay mình toàn bàn tiết nút cứ việc tra ao dương miền lùi mà rồi đó là không à phèo nía mình vì ao na chẳng vì chẳng mẹ thay việc áo vì ao tại đấy này còn tại vì zoom tịch chẳng em số mà con này tao ăn ấy chẳng mà mình trong ngõ trong nào muối ai suộc nhà bạn chẳng nào con này tao ăn bye bye